បងប្អូនសួស្តីថ្ងៃនេះទី23ខែ4ឆ្នាំ2026នេះសក្របជីនេះដី10ឆ្នាំដែលយើងធ្វើហើយអ្នកបងប្អូនអាចមើលឆ្នាំនេះយើងបានជួអានេះយើងបានជួម្ដងលើកទី1មុនភ្លៀងដកដលងរួចហើយនេះយើងបានសាប់បងឃើញនេះដីសាប់បាទសាប់ឥឡូវនេះយើងដាំស្អែកយើងអត់នេះទេយើងត្រូវភ្លៀងម្ដងនេះត្រូវភ្លៀង2ដងនេះណាឥឡូវយើងបោកយន្តនេះគឺបាជីលើដីដែលយើងបានជួលើកទី1ណាជួលើកទី1រឹងរបស់គេយើងជួមុនភ្លៀងឃើញទេនេះវាប្រើជីនេះយើងសាប់យើងបាជីរួចយើងសាប់យើងបាជីមុនសាប់បើចុះបោកយន្តទៅវាពិបាកយើងដល់ពេលបាជីមុនចាស់ហើយបានយើងសាប់ដល់នោះវាលុបជីបានល្អវាអត់សូវប៉ឹងបើធម្មតាក៏មានខ្លះនេះមកវិញញ៉ាំមើលខាងនេះមកវិញហើយជីត្រីកនមានលក់នៅផ្ទះស្រាប់បងប្អូនតកាដាក់ទៅនេះដីពេលនេះបងប្អូនយ៉ាដីនេះមកបែកខាងនេះដើរដូចជា2ឆ្នាំដី2ឆ្នាំដែលយើងប្រើជីខុសប្រើជីអត់ប្រាប់ឈ្មោះឲ្យប៉ុន្តែជីនោះគេថាអ្នកดูថាកូនកាត់មានថាគីមីលាយធម្មជាតិមិនអីសរីរាង្គមិនអត់សូវដឹងទេប៉ុន្តែលើគេថាទៅយកមកដាក់កាលមុនណាតែតាមពិតជីគីមីសោះហើយជីគីមីហ្នឹងអត់មានគុណភាពទៀតដាក់ទៅក្តាំងដីយកមកឥឡូវបានដាក់ជីលក់នៅផ្ទះនេះបានដូចជាឆ្នាំទី3ឆ្នាំនេះឥឡូវដីមកខៃដីស្អាតវិញដីអត់ដឹងទេកាលនោះដីដូចដុំថ្មហ្មងអ្នកជីកាត់តាមនេះដឹងឃើញដូចដុំថ្មបែបអត់ហ្មងវឹងណាស់ឥឡូវយើងជួអាន2ដងហើយដីគឺម៉ត់ល្អមែនតើបងប្អូនអានេះដីភ្នំហើយឥឡូវនេះយើងកំពុងតែដាក់ជីហើយហប់ពេកបងប្អូនស្ទាយមិនស្រួលទេមិនបងប្អូនមើលឆ្ងាយណាយ៉ាហើយនេះយើងកំពុងតែសាប់វាលុបជីប៉ុន្តែដឹងមិនមកទេចាំក្រោយតម្លៃអីដែលយើងធ្វើអត់ហើយចាំតែមើលតម្លៃបានចឹងរបៀបដាក់ជីរបស់បងប្អូនមានផ្សេងគ្នានេះហៅដាក់ជីទ្រាប់បាតតែមួយបាញ់ពើអីទៅអានេះកំពូលស្មៅម្ដុំនេះកំពូលស្មៅថាដល់សាខែ4អានេះទៅ23បើដល់ខែ5ចឹងភ្លៀងទៅត្រូវ2មេចឹងអត់មានស្មៅទេយើងជួលលុបវាម្ដងទៀតសង្ឃឹមថាអត់ស្មៅគូផ្សំមួយយើងបាញ់ឆ្នាំដែរណាហើយបច្ចៈយើងមានលក់នៅផ្ទះមានលក់ឆ្នាំស្មៅស្រាប់ហើយជីក្របបាតជីបំពន់មានមកចាប់បងប្អូនអាចទៅការមកទិញបានហើយប្រឹក្សាយោបល់បានវាមានអ្នកបច្ចេកទេសអរគុណ